ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចំពោះការវិលមកជួបគ្នាជាមួយនឹងវីដេអូរបស់យើងជាបន្តទៀតវីដេអូរបស់យើងថ្ងៃនេះគឺយើងបន្តចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងពាក្យមួយចំនួនដែលយើងត្រូវការប្រើប្រាស់នៅក្នុងផ្នែករោងចក្របាទអញ្ចឹងយើងក៏បានសិក្សាជាមួយគ្នានៅពាក្យមួយចំនួននៅក្នុងវីដេអូមុនៗហើយដែរថ្ងៃនេះយើងបន្តជាមួយនឹងពាក្យដែលយើងមានទាំងអស់គឺ12ពាក្យដើម្បីបង្ហាញទៅដល់ជនបងប្អូនបន្តយើងទៅសិក្សានិងយើងទៅប្រើប្រាស់នៅក្នុងតម្រូវការការងាររបស់យើងបាទអញ្ចឹងបងប្អូនក៏លេចមកមើលក្តារខៀនទាំងអស់គ្នាបាទនេះគឺជាពាក្យដែលយើងត្រូវរៀនជាមួយគ្នានៅក្នុងថ្ងៃនេះបាទអញ្ចឹងចំណងជើងបាទយើងអានថាកងឆាងឈើអ៊ីកងឆាងឈើអ៊ីកងឆាងឈើអ៊ីបាទយើងបកថាពាក្យក្នុងរោងចក្របាទពាក្យក្នុងរោងចក្រគឺក៏ជាពាក្យដែលយើងប្រើប្រាស់នៅក្នុងផ្នែករោងចក្រហ្នឹងឯងពាក្យថាកងឆាងនេះយើងចង់ស្នើទៅលើរោងចក្រហើយពាក្យថាឈើអ៊ីបាទឈើអ៊ីនេះគឺជាពាក្យដែលយើងប្រើប្រាស់ដែលយើងនិយាយដែលយើងទំនាក់ទំនងហ្នឹងឯងបាទអញ្ចឹងកងឆាងឈើអ៊ីពាក្យក្នុងរោងចក្រឬក៏ពាក្យប្រើប្រាស់នៅក្នុងផ្នែករោងចក្រហ្នឹងបាទអញ្ចឹងយើងចូលមកមើលពាក្យដំបូងបាទពាក្យដំបូងនេះយើងអានថាលិនស៊ឺកងលិនស៊ឺកងលិនស៊ឺកងបាទលិនស៊ឺកងយើងបកថាកម្មករបណ្ដែតបាទកម្មករបណ្ដែតបាទពាក្យនេះគឺច្រើនតែយើងនិយាយនៅក្នុងផ្នែករោងចក្រយើងប្រើថាកម្មករបណ្ដែតឬក៏មួយទៀតនោះគឺជាកម្មករបណ្ដោះអាសន្នកម្មករបណ្ដោះអាសន្ននោះបានន័យថាខាងរោងចក្រគឺគេរើសគាត់មកដើម្បីធ្វើការនៅក្នុងពេលខ្លីដែលជាការងារប្រញាប់បាទអញ្ចឹងនៅពេលដែលការងារប្រញាប់គេត្រូវការកម្មករបណ្ដែតនេះមកជួយមួយរយៈពេលនៅពេលដែលការងារនឹងធ្វើអស់ទៅបាទលែងសូវប្រញាប់គឺគេនឹងរំសាយពួកគាត់ចោលបាទរំសាយពួកគាត់ចេញគឺលែងប្រើប្រាស់ពួកគាត់ហើយអញ្ចឹងនៅពេលដែលគេប្រញាប់ទៀតគេត្រូវការរើសកម្មករបណ្ដែតមកទៀតអញ្ចឹងដោយសារតែការងារស្ថិរភាពនៃការងារអត់នឹងបានថាពេលខ្លះទៅរដូវកាលខ្លះមានការកម្មង់ច្រើនអញ្ចឹងការងារច្រើននៅពេលដែលផុតរដូវកាលកម្មង់ច្រើនពេកការងារតិចអញ្ចឹងបើសិនជាគាត់ទុកកម្មករច្រើនគឺខាតបង់ទៅលើប្រាក់ខែបាទអញ្ចឹងគឺគេជ្រើសរើសកម្មករបណ្ដែតដែលយើងប្រើពាក្យថាលិនស៊ឺកងកម្មករបណ្ដែតឬក៏កម្មករបណ្ដោះអាសន្នបាទអញ្ចឹងពាក្យបន្តទៀតបាទទីនេះយើងហៅថាស៊ឺយ៉ុងកងស៊ឺយ៉ុងកងស៊ឺយ៉ុងកងបាទស៊ឺយ៉ុងកងយើងបកថាកម្មករសាកល្បងបាទកម្មករសាកល្បងនេះគឺវាខុសគ្នាពីកម្មករបណ្ដែតត្រង់ថាកម្មករនេះគឺគេយកមកបំពេញតម្រូវការនៃការងាររបស់គេឧទាហរណ៍ថាការងារគេត្រូវការប្រើមនុស្សចំនួន100នាក់អញ្ចឹងគេយកមកប្រគ្រប់100នាក់ប៉ុន្តែសាកល្បងសិនថាតើធ្វើការឬអត់បាទអញ្ចឹងបើសិនជាកម្មករទាំងអស់ហ្នឹងគាត់អាចធ្វើការគាត់មានជំនាញឬគាត់ធ្វើការទៅល្អអញ្ចឹងគេទុកដើម្បីធ្វើជាកម្មករពេញសិទ្ធិរបស់គេប៉ុន្តែបើសិនជាអត់ល្អទេកម្មករសាកល្បងហ្នឹងគឺគេជំរុះចោលគេរើសថ្មីទៀតបាទអញ្ចឹងវាប្រើប្រាស់អត្ថន័យខុសគ្នាបែបហ្នឹងអញ្ចឹងយើងប្រើពាក្យស៊ឺយ៉ុងកងបាទយើងបកថាកម្មករសាកល្បងបាទកម្មករសាកល្បងបើយើងមិនបាច់ពាក្យក៏បានដែរបងប្អូនណាពាក្យថាស៊ឺយ៉ុងនេះបានថាប្រើសាកបាទប្រើសាកមើលឬក៏ធ្វើសាកមើលហើយពាក្យថាកងនេះយើងចោទសំដៅទៅលើកងរិនកម្មករអញ្ចឹងស៊ឺយ៉ុងកងនេះគឺកម្មករដែលប្រើសាកមើលសិនឬក៏កម្មករដែលប្រើសាកល្បងសិនបាទអញ្ចឹងពាក្យបន្តទៀតយើងអានថាឆាយកោរិនយឿនឆាយកោរិនយឿនឆាយកោរិនយឿនបាទឆាយកោរិនយឿនយើងបកថាអ្នកបញ្ជាទិញបាទអ្នកបញ្ជាទិញនៅក្នុងផ្នែកក្នុងរោងចក្រក៏គេមានផ្នែកមួយនឹងដែរសម្រាប់បញ្ជាទិញអ្វីដែលយើងប្រើប្រាស់នៅក្នុងការងារឬក្នុងផ្នែករោងចក្រហ្នឹងទិញសម្ភារៈទិញអ្វីផ្សេងៗអញ្ចឹងគឺគេមានអ្នកបញ្ជាទិញមួយបាទសម្រាប់តែទិញអីវ៉ាន់បាទទិញអីវ៉ាន់អញ្ចឹងយើងប្រើពាក្យឆាយកោរិនយឿនបាទពីបន្តទៀតយើងអានថាខយទីយឿនខយទីយឿនខយទីយឿនបាទខយទីយឿននេះយើងបកថាអ្នកទទួលដឹកអីវ៉ាន់បាទអ្នកទទួលដឹកអីវ៉ាន់បាទដឹកអីវ៉ាន់ឬក៏ផ្ញើអីវ៉ាន់បាទអ្នកទទួលបាទយើងអាចថាអ្នកទទួលនិងផ្ញើអីវ៉ាន់បាទអ្នកទទួលនិងផ្ញើអីវ៉ាន់នេះគឺយើងចង់សំដៅទៅលើផ្នែកមួយសម្រាប់រត់ការជញ្ជូនអីវ៉ាន់បានថាទទួលអីវ៉ាន់ផងផ្ញើអីវ៉ាន់ផងអញ្ចឹងបើយើងចង់យកអីវ៉ាន់ហ្នឹងទៅផ្ញើទៅខាងក្រុមហ៊ុនណាឧទាហរណ៍ថារោងចក្រគាត់មានខាងកៅផ្នែកធ្វើតេស្តបាទ testing ផ្សេងៗអញ្ចឹងទៅអញ្ចឹងគេមានខយទីយឿននេះគឺជាសេវាកម្មមួយសម្រាប់ទទួលអីវ៉ាន់ហ្នឹងយកទៅឲ្យខាងធ្វើតេស្តឬក៏ទទួលអីវ៉ាន់ពីខាងតេស្តមកវិញបាទអញ្ចឹងបានគេប្រើពាក្យថាទទួលនិងផ្ញើបាទអញ្ចឹងខាងតេស្តគេផ្ញើអីវ៉ាន់មករោងចក្រវិញក៏ផ្នែកមានអ្នករត់ការហើយរោងចក្រគាត់ដាក់អីវ៉ាន់ទៅខាងតេស្តក៏ផ្នែកអ្នកទទួលទៅជញ្ជូនទៅវិញទៅមកបាទអញ្ចឹងយើងប្រើពាក្យខយទីយឿនអ្នកទទួលនិងផ្ញើអីវ៉ាន់
បាទពាក្យបន្តទៀតយើងអានថាជូចាងជូចាងជូចាងបាទជូចាងនេះប្រធានក្រុមបាទប្រធានក្រុមគឺចង់សំដៅទៅលើមនុស្សដែលគ្រប់គ្រងក្រុមណាមួយផ្នែកណាមួយបាទពាក្យបន្តទៀតសៀវជូសៀវជូសៀវជូយើងបកថាកូនក្រុមបាទកូនក្រុមបាទគឺជាកូនក្រុមឬជាសមាជិកនៃក្រុមណាមួយដែលស្ថិតក្នុងក្រមបញ្ជាក្រមការគ្រប់គ្រងរបស់ប្រធានក្រុមបាទអញ្ចឹងគេមានកូនក្រុមគេមានប្រធានក្រុមបាទអញ្ចឹងយើងទៅបន្តទៀតបាទពេលនេះយើងអានថាឆាយឆ្លងជូចាងឆាយឆ្លងជូចាងឆាយឆ្លងជូចាងបាទយើងបកថាប្រធានតុកកាត់បាទប្រធានតុកកាត់ពាក្យថាឆាយឆ្លងនេះយើងចោទសំដៅទៅលើផ្នែកតុកកាត់ហើយជូចាងនេះគឺយើងបកថាប្រធានដែលយើងអានបាញ់នេះបាទអញ្ចឹងពីពាក្យហ្នឹងបូកបញ្ចូលគ្នាមកឆាយឆ្លងជូចាងទៅជាប្រធានតុកកាត់បាទបន្តទៀតឈើជៀនជូចាងឈើជៀនជូចាងឈើជៀនជូចាងបាទឈើជៀនជូចាងយើងបកថាប្រធានក្រុមដេបាទប្រធានក្រុមដេបាទយើងប្រើពាក្យឈើជៀនក៏បានឈើហ្វុងក៏បានបាទយើងបកថាក្រុមដេដូចគ្នាហើយពាក្យថាជូចាងនេះប្រធានអញ្ចឹងឈើជៀនជូចាងយើងបកថាប្រធានក្រុមដេបាទអញ្ចឹងបន្តទៅទៀតបាទនេះគឺជាពាក្យមួយដែលយើងផ្ដោតទៅលើប្រធានផ្នែកនីមួយបាទប្រធានតាមផ្នែកនីមួយបាទហើយពាក្យបន្តនេះយើងអានថាតាចៅជូចាងតាចៅជូចាងតាចៅជូចាងបាទយើងបកថាប្រធានក្រុមស័ព្ទបាទប្រធានក្រុមស័ព្ទបាទកៅអៅឬក៏ម៉ូដសម្លៀកបំពាក់នីមួយគឺតែងតែមានបាទមានកន្លែងស័ព្ទដើម្បីកុំឲ្យវារសាត់ធ្នេឬក៏ស័ព្ទដើម្បីឲ្យកៅអៅវាកាន់តែជាប់អញ្ចឹងគឺគេប្រើពាក្យតាចៅនេះបាទតាចៅនេះគឺយើងចោទសំដៅទៅលើការស័ព្ទបាទស័ព្ទទៅលើស័ព្ទមុខកៅអៅឬក៏ចំណុចណាមួយអញ្ចឹងទៅហើយពាក្យជូចាងគឺប្រធានហ្នឹងឯងអញ្ចឹងតាចៅជូចាងប្រធានក្រុមស័ព្ទបាទបន្តមកទៀតយើងប្រើពាក្យ QC ជូចាងបាទ QC ជូចាង QC ជូចាងបាទយើងបកថាប្រធាន QC បាទប្រធាន QC ពាក្យថា QC នេះគឺយើងចង់សំដៅទៅលើផ្នែកមួយនៃការគ្រប់គ្រងគុណភាពបាទអញ្ចឹងនៅក្នុងរោងចក្របងប្អូនដែលធ្វើការបងប្អូនដឹងហើយយើងមានផ្នែក QC ផ្នែក QA បាទអញ្ចឹង QC ផុតពី QC មកបាន QA ត្រួតពិនិត្យទៅលើបាទអញ្ចឹង QC នេះគឺយើងចង់សំដៅទៅលើផ្នែកពិនិត្យគុណភាពបាទអញ្ចឹងយើងអាចប្រើពាក្យថាផ្នែកពិនិត្យគុណភាពមួយទៀតយើងអាចប្រើពាក្យ ភិនប៉ោបាទភិនប៉ោជូចាងបាទភិនប៉ោនោះគឺយើងក្តោបទាំងអស់ភិនប៉ោនោះមានទាំង QA មានទាំង QC គឺផ្ដោតទៅលើការគ្រប់គ្រងឬក៏ផ្នែកគុណភាពទាំងមូលតែម្ដងបាទអញ្ចឹងQC ជូចាងប្រធាន QC ឬក៏ប្រធានផ្នែកត្រួតពិនិត្យគុណភាពបាទអញ្ចឹងយើងទៅពាក្យបន្តទៀតបាទពេលនេះយើងអានថាប៉ោជងជូចាងប៉ោជងជូចាងប៉ោជងជូចាងបាទយើងបកថាប្រធានវិកខ្ចប់បាទប្រធានវិកខ្ចប់ឬក៏ផ្នែកបង្ហើយការគឺកៅអៅដែលដេចប់សពគ្រប់អ៊ុតរួចរាល់ហើយអស់អញ្ចឹងគឺចូលមកដល់ផ្នែកនេះបាទគឺជាផ្នែកចុងក្រោយបាញ់ផ្លាកបត់កៅអៅច្រកថង់ចូលកតុងបាទអញ្ចឹងគឺហៅថាផ្នែកវិកខ្ចប់បាទអញ្ចឹងចូលកតុងហើយខាងភ្ញៀវឬក៏ខាង QA គេមើលបញ្ចប់ទៅអីវ៉ាន់នឹងជាប់គឺយើងអាចឡើងទូបានហើយបាទអញ្ចឹងគឺជាផ្នែកចុងក្រោយហើយយើងប្រើពាក្យប៉ោជងជូចាងផ្នែកវិកខ្ចប់បាទពាក្យថាប៉ោជងនេះយើងចង់សម្ដៅទៅលើការវិកខ្ចប់ជូចាងបាទប្រធានបាទអញ្ចឹងប៉ោជងជូចាងប្រធានវិកខ្ចប់បាទប្រធានវិកខ្ចប់បាទអញ្ចឹងពាក្យចុងក្រោយបាទពាក្យចុងក្រោយនេះយើងអានថាតានាវបាទតានាវខោជូចាងតានាវខោជូចាងតានាវខោជូចាងបាទយើងបកថាប្រធានវីឡេវបាទប្រធានវីឡេវបាទប្រធានវីឡេវឧទាហរណ៍ថាខោយើងដូចជាខោកបួយខោផ្សេងៗនេះគឺគេមានឡេវសម្រាប់វាយបាទអញ្ចឹងវាយឡេវហ្នឹងការវាយឡេវនៅលើខោនីមួយៗហ្នឹងយើងហៅថាតានាវខោបាទតានេះវាយនាវខោយើងចង់សំដៅទៅលើឡេវអញ្ចឹងតានាវខោវាយឡេវហើយជូចាងប្រធានអញ្ចឹងតានាវខោជូចាងប្រធានវីឡេវឬក៏ប្រធានផ្នែកវីឡេវហ្នឹងឯងបាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាការបង្ហាញជូនបងប្អូនតេតឹងទៅនឹងពាក្យនីមួយៗនៅក្នុងផ្នែកក៏ដូចជាប្រើប្រាស់នៅក្នុងរោងចក្របាទអញ្ចឹងយើងអត់ពិបាករៀនទេដោយសារតែការរៀនពាក្យគឺអត់ទាមទារឲ្យបងប្អូនពិបាកគិតច្រើនទេសំខាន់គឺបងប្អូនចេះអានបាទតាពាក្យហ្នឹងយើងអានយ៉ាងម៉េចសរសេរយ៉ាងម៉េចបកប្រែយ៉ាងម៉េចបាទអញ្ចឹងយើងធ្វើ3ចំណុចហ្នឹងឲ្យត្រូវបន្ទាប់មកយើងយកពាក្យទាំងអស់ហ្នឹងទៅរៀនបង្កើតឃ្លាបង្កើតប្រយោគប្រើប្រាស់នៅក្នុងតម្រូវការការងាររបស់យើងបាទអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺយើងមានខ្លីប៉ុណ្ណឹងទេហើយក៏សូមជម្រាបលាបងប្អូនម្នេះហើយកុំភ្លេចជួបគ្នានៅក្នុងវីដេអូខ្លីបន្តទៀតបាទសូមអរគុណសូមជម្រាបលា